ដំណឹងមិនទាន់កម្ពុជាតដៃហើយសម្ដេចប្រកាសបន្ទាត់ក្រហមត្រូវតែតដៃវិញអនុញ្ញាតគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ SNU បន្ទាប់ពីសៀមបានធ្វើការបាញ់ប្រហារមកលើកងទ័ពកម្ពុជាម្ដងហើយម្ដងទៀតតាំងពីម្សិលមិញថ្ងៃទី7ខែធ្នូឆ្នាំ2025ម្លេះឥឡូវនេះកម្ពុជាយើងបានធ្វើការប្រកាសនៅបន្ទាត់ក្រហមហើយដោយសម្ដេចអគ្គមហាសេនាបតីជនសែនលោកបានប្រកាសបន្ទាត់ក្រហមឲ្យកម្ពុជាត្រៀមជានិច្ចក្នុងការតបតទៅកាន់ចៅសៀមវិញបាទពុកបងប្អូនពេលនេះប្រជាប្រដ្ឋខ្មែរយើងកំពុងតែភៀសខ្លួនកំពុងតែនាំគ្នារត់តាមផ្លូវហ្នឹងបាទបងប្អូននេះគឺជាដំណឹងមួយដែលមិនល្អទេសម្រាប់កម្ពុជាយើងដែលសៀមបានធ្វើការបន្តការឈ្លានពានមកលើដីខ្មែរយើងទៀតហើយជាពិសេសនៅតំបន់ព្រំដែនដែលជាប់នឹងព្រំប្រទល់របស់ប្រទេសថៃបាទថៃបានបើកការបាញ់ប្រហារមកលើកងទ័ពកម្ពុជាយើងម្ដងហើយម្ដងទៀតបាទឥតឈប់ឈរទេជាពិសេសគឺចង់បានទឹកដីខ្មែរនឹងតែម្ដងបាទមិនគ្រប់ទៅលើច្បាប់អន្តរជាតិមិនគ្រប់ទៅលើអនុសញ្ញាសន្ធិសញ្ញាក៏ដូចជាគោរពទៅលើគោលការណ៍ច្បាប់ជាតិជាដើមបាទបងប្អូនលោកកុំឲ្យខាត់ពេលវេលាយូរខ្ញុំនឹងអាននៅអត្ថបទមួយដែលចុះផ្សាយដោយកាសែត Fresh News គឺដកស្រង់ចេញពីសម្ដីក៏ដូចជាភ័យផ្លូវការរបស់សម្ដេចអគ្គមហាសេនាបតីជនសែនពាក់ព័ន្ធទៅនឹងបញ្ហាការកំណត់បន្ទាត់ក្រហមដែលកម្ពុជានឹងត្រូវឆ្លើយតបជូនថៃវិញភ្លាមបន្ទាប់ពីសៀមបានធ្វើការបាញ់ប្រហារមកលើកងទ័ពខ្មែរយើងម្ដងហើយម្ដងទៀតបាទអត់ជិបឈរទេជាពិសេសគឺនៅតំបន់ព្រំដែនតែម្ដងបាទដងតាមភ័យផ្លូវការរបស់សម្ដេចអគ្គមហាសេនាបតីជនសែនលោកបានផុសថាកងកម្លាំងជួរមុខទាំងអស់ត្រូវតែមានការអត់ធ្មត់ព្រោះពួកឈ្លានពានកំពុងប្រើប្រាស់អាវុធគ្រប់ប្រភេទបាញ់មកលើទីតាំងកាលពីម្សិលមិញយប់មិញនិងព្រឹកមិញនេះក្នុងគោលបំណងទាញយើងឲ្យត្រឡប់តបតដើម្បីបំផ្លាញចោលនៅបទឈប់បាញ់និងស្ដីថ្លែងការណ៍សន្តិភាពរវាងកម្ពុជាថៃបន្ទាត់ក្រហមត្រូវតែតបតបានកំណត់រួចហើយសូមមេបញ្ជាការគ្រប់ជាន់ថ្នាក់អប់រំបងប្អូនកូនទាហានពលទាហានឲ្យយល់ដឹងបានគ្រប់គ្នាសូមអាជ្ញាធរគ្រប់ផ្នែកខិតខំជួយដល់ប្រជាជនភៀសសឹកចេញពីតំបន់គ្រោះថ្នាក់មកកាន់តំបន់មានសុវត្ថិភាពខ្ញុំបានលុបចោលកម្មវិធីផ្សេងទាំងអស់ដើម្បីមកចូលរួមជាមួយនាយករដ្ឋមន្ត្រីបញ្ជាលើកងកម្លាំងប្រដាប់អាវុធទប់ទល់ជាមួយនឹងចៅឈ្លានពានសូមការយោគយល់ពីភ្ញៀវជាតិនិងអន្តរជាតិដែលមិនអាចជួបខ្ញុំបានសូមកីឡាករកីឡាការិនីដែលចូលរួមប្រកួត SEA Games លើកទី33នៅប្រទេសថៃចូលរួមដោយធម្មតាបាទបងប្អូននេះគឺជាសារដាស់តឿនជាសារឆ្លើយតបរបស់សម្ដេចដើម្បីតបទៅកាន់ខាងពួកសៀមដែលឈ្លានពានទឹកដីកម្ពុជាបាទហើយក៏បានផ្ដាំបងប្អូនយើងខាង SEA Games ហ្នឹងក៏មិនឲ្យមានការព្រួយបារម្ភដែរចំពោះការប្រកួត SEA Games នៅខាងប្រទេសថៃបើយើងគិតតាំងពីម្សិលមិញដល់ល្ងាចមិញព្រឹកនេះគឺសៀមបានបើកការបាញ់ប្រហារច្រើនកន្លែងហើយមកលើកងទ័ពកម្ពុជាយើងតាំងពីច្រកចំខ្សានផងអានសេះផងតំបន់ព្រះវិហារផងហើយឥឡូវឮថាកំពុងតែត្រៀមបាញ់នៅកន្លែងកាស៊ីណូណានៃផ្សេងទៀតបាទនេះគឺជាការត្រៀមបើកការឈ្លានពានបើកការវិវហាររបស់កងទ័ពថៃមកលើកងទ័ពកម្ពុជាយើងបាទបងប្អូនលោកខ្ញុំសូមអាននៅសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិបន្តិចពាក់ព័ន្ធទៅនឹងការវិវហារការបាញ់ប្រហាររបស់កងទ័ពថៃមកលើកងទ័ពកម្ពុជាយើងនៅព្រឹកនេះបាទសេចក្តីប្រកាសព័ត៌មានលោកជំទាវឧត្តមសេនីយ៍ឯកម៉ាលីសុជាតាអនុរដ្ឋលេខាធិការនិងអ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះជន្មចក្រកម្ពុជាសូមជម្រាបជូនដល់សាធារណជនអ្នកសារព័ត៌មានជាតិនិងអន្តរជាតិមេត្តាជ្រាបអំពីស្ថានភាពនៅតាមតំបន់ព្រំដែនកម្ពុជាថៃនៅថ្ងៃនេះថានៅព្រឹកថ្ងៃទី8ខែធ្នូឆ្នាំ2025នេះចាប់ពីវេលាម៉ោង5:04នាទីយោធាថៃបានបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជានៅតំបន់អានសេះនៃខេត្តព្រះវិហារបន្ទាប់មកបាញ់នៅប្រាសាទតាម៉ុនធំដោយប្រើប្រាស់រថក្រោះបាញ់ចូលច្រើនគ្រាប់នៅតំបន់ផ្សេងទៀតគឺនៅព្រះវិហារច្រក5មករានិងចំការជែកនឹងការបើកការវិប្រហារនេះធ្វើឡើងបន្ទាប់ពីយោធាថៃធ្វើសកម្មភាពបង្កភាពមិនរាប់អានអស់មកលើកម្ពុជាជាពិសេសឧបទ្ទវហេតុការពីម្សិលមិញនៅព្រានថ្មក្នុងកិច្ចសញ្ញាញុះញង់ដើម្បីឲ្យមានការតបក៏ដូចជាការប៉ះទង្គិចគ្នាដោយឈលលើស្មារតីនៃការគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ឬឯកភាពគ្នានិងការដោះស្រាយចំនួនដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិក្នុងឧបទ្ទវហេតុទាំងពីរខាងលើកងកម្លាំងកម្ពុជាមិនបានធ្វើការបាញ់តបវិញឡើយនឹងកំពុងបន្តតាមដានវិវត្តនេះយ៉ាងប្រុងប្រយ័ត្ននិងយកចិត្តទុកដាក់ខ្ពស់បំផុតជាមួយគ្នានេះកម្ពុជាបានជូនដំណឹងដល់ក្រុមអ្នកសង្កេតការណ៍ AOT អំពីឧបទ្ទវហេតុនេះរួចហើយព្រមទាំងក្រុងស្នាក់ឲ្យ AOT ចុះទៅទីតាំងដើម្បីស្រាវជ្រាវស៊ើបអង្កេតដើម្បីស្វែងរកការពិតនិងធានាឲ្យបាននូវតម្លាភាពយុត្តិធម៌ភាពត្រឹមត្រូវក្រសួងការពារជាតិនៃប្រជាជនកម្ពុជាសូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ដ៏សាហាវខុសនេះហើយនេះបង្ហាញយ៉ាងច្បាស់ការដែលភាគីថៃរំលោភបំពានលើដែនខ្មែរសេចក្តីថ្លែងការណ៍រួមស្តីអំពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាថៃដែលភាគីទាំងពីរបានចុះទៅលេខាកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025ដែលចុះទៅលេខាដល់នាយករដ្ឋមន្ត្រីរបស់ថៃនិងកម្ពុជាក្រុមសាក់សីលោកដូណាល់ត្រាំប្រធានាធិបតីអាមេរិកលោកអ៊ីនវ៉ាអ៊ីមប្រាហ៊ីមនាយករដ្ឋមន្ត្រីរបស់ប្រទេសម៉ាឡេស៊ីក្នុងន័យនេះកម្ពុជាសូមពៀវនាវ
ឲ្យសមាគមអន្តរជាតិកោតទៅយ៉ាងម៉ឺងម៉ាត់ចំពោះការរំលោភបំពាននិងស្ដីថ្លែងការណ៍រួមស្ដីអំពីការព្រមព្រៀងសន្តិភាពរវាងកម្ពុជាថៃនិងសកម្មភាពខុសច្បាប់របស់ថៃម្ដងហើយម្ដងទៀតដោយទាមទារឲ្យភាគីថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កម្រោលនេះកម្ពុជាអំពាវនាវឲ្យថៃបញ្ឈប់នូវអរិយភាពជាបន្ទាន់ដែលគំរាមកំហែងដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់ទន្ទឹមនឹងនេះកម្ពុជាអំពាវនាវឲ្យថៃងាកមកគោរពកិច្ចព្រមព្រៀងបទជប់បាញ់សេចក្តីថ្លែងការណ៍រួមស្តីអំពីកិច្ចព្រមព្រៀងសន្តិភាពនិងកាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិឲ្យបានម៉ឺងម៉ាត់ស្មោះត្រង់និងដោយសុឆន្ទៈពិតប្រាកដកម្ពុជាបដិញ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការគោរពអនុវត្តនៅលក្ខន្តិកៈនៃបទជប់បាញ់សេចក្តីថ្លែងការណ៍ស្តីអំពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាថៃព្រមនឹងកិច្ចព្រមព្រៀងទាំងឡាយដែលភាគីទាំងពីរបានសម្រេចបានកន្លងមកប្រកបដោយសុឆន្ទៈនិងការទទួលខុសត្រូវខ្ពស់បំផុតកម្ពុជាប្រកាន់ខ្ជាប់នៅការដោះស្រាយចំនួនដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិដូចជាសន្ធិសញ្ញាអនុសញ្ញាកិច្ចព្រមព្រៀងមានស្រាប់ហើយប្រឆាំងនឹងការគំរាមកំហែងប្រើប្រាស់កម្លាំងសម្ដៅដល់ការស្វែងរកដោះស្រាយមួយដោយសន្តិវិធីយុត្តិធម៌ត្រឹមត្រូវយូរអង្វែងនិងស្របតាមច្បាប់អន្តរជាតិអាស្រ័យដោយជំរាបជូនខាងលើនេះសូមអ្នកសារព័ត៌មានជាតិនិងអន្តរជាតិមេត្តាជ្រាបជាព័ត៌មានបាទបងប្អូននេះគឺជាដំណឹងមួយពាក់ព័ន្ធទៅនឹងករណីសៀមបានធ្វើការបាញ់ប្រហារបន្ថែមលើកងកម្លាំងកម្ពុជាយើងតែយ៉ាងណាដំបូងឡើយកងកម្លាំងកម្ពុជាយើងក៏មានការអត់ធ្មត់ដែរបន្តទេប៉ុន្តែបន្ទាប់ពីសម្ដេចបានបើកដៃសម្ដេចបានកំណត់បន្ទាត់ក្រហមពេលនេះកងកម្លាំងកម្ពុជាយើងក៏បានតបតទៅវិញដែរបាទហើយពេលនេះគឺមិនដឹងថាសៀមរបស់ប្រមាណកម្ពុជាយើងរបស់ប្រមាណទេយើងមានតាមដែនទស្សនានៅវីដេអូបន្តដូចជាព័ត៌មានផ្លូវការរបស់ក្រសួងការពារជាតិបាទបងប្អូនឃើញមានព័ត៌មានខ្លះថាទាហានខ្មែរស្លាប់ចេះគេហ៊ានខ្មែរស្លាប់ចុះខ្ញុំតន់អាលជឿបាទចាំមើលពេចផ្លូវការរបស់ក្រសួងសិនចាំយើងជឿបាទជាងសូមអរគុណសូមគោរពលាជួបគ្នានៅវីដេអូក្រោយ